rồi dương vô pui tâm rồi vô pui chết tao á men chết tao ní hay ấy giờ ní ca na vì ở lớn này dụ với tầm ban pram tháng ngày thế là dụ pram tháng ngày dụ với đọc với pram tháng ngày đọc pram tao một phơi tháng ngày thông thông nè anh ní dụ 30 ngày thông mà càng mà chạy là ca dụ 30 ngày 30 ngày ní một phơi ngày một phơi ngày phần phần này 30 ថ្ងៃថ្លៃចេះ 30 ថ្ងៃវាដូរពណ៌ចេញជាពណ៌មាស30 ថ្ងៃពណ៌មាស20 ថ្ងៃនៅពណ៌ខៀវបន្លាយទេប៉ុន្តែនៅពណ៌នេះវ័យកំពុងតែស៊ីច្រើនណាស់បើចាប់ពីប៉ុនកូនដៃឡើងទៅប៉ុន្តែទៅស៊ីស្លឹកមនហ្នឹងឯងវាស៊ីតាមហ្នឹងឯងមនមកស្លឹកមនដាក់ក្នុងមួយថ្ងៃ4 ដងបើទំហំវាធំហ្នឹងប៉ុន្តែមួយថ្ងៃ4 ដងដល់ស៊ីរហូតដល់30 ថ្ងៃពណ៌វាឡើងដូរពណ៌ចេះទៅវាលែងស៊ីស្លឹកមនហើយវាជប់ស៊ីពីព្រោះក្នុងខ្លួនវាសម្បូរដោយសរសៃសូត្រមានតាណាទេហ្នឹងដល់កាលណាវាអាយុវាធំចេះទៅយើងត្រូវដូរពណ៌ហ្នឹងវាយើងត្រូវលើកទៅដាក់នៅលើមែកឈើណាមែកឈើងាប់នេះយើងចងជាកញ្ចុំមែកឈើហ្នឹងដើម្បីយកតកៅនឹងអស់អានេះវាដូរពណ៌ហើយនេះយើងจะដាក់លើមែកឈើហ្នឹងកូនតកៅទេណាបាទកូនតកៅហ្នឹងឯងកាលណាយើងដាក់នៅលើមែកឈើនេះវានឹងរកទីកន្លែងធ្វើសបុកក្នុងមួយសបុកណាតកៅមួយគឺសបុកមួយបាទតកៅមួយសបុកមួយកាលណាវាធ្វើសបុកវារកទីតាំងបានហើយធំល្មមអាចធ្វើបានវាប្រើមាត់វាខ្ជាក់ទឹកមាត់មកអាទឹកមាត់វាកាលណាចេញទឹកមាត់មកជាសរសៃទៅសរសៃសូត្របដ ாய் សរសៃសូត្រចេញជាសរសៃសូត្រនឹងសរសៃសូត្រនោះវារុំជុំវិញខ្លួនវារុំជុំវិញខ្លួនវាអញ្ចឹងបាទរុំជុំវិញខ្លួនវាក្នុងសបុកសូត្រនេះមួយវាធ្វើលឿនយើងមើលថាយឺតទៅប៉ុន្តែរយៈពេលវាធ្វើតែ24 ម៉ោងឯង24 ម៉ោងលឿនបាទមួយថ្ងៃពេញហ្នឹងវាធ្វើមកបានមកសបុកហ្នឹងបាទមកនេះទៀតធ្វើហើយកាលណាធ្វើហើយវាគ្រូឃើញវាខ្លួនវាធំណាបាទកាលណាវាធ្វើសបុកប៉ុណ្នេះវាលាងសម្អាតខ្លួនវាទាំងអស់វាក្លីនចោលអស់ហើយនៅសល់តែសបុកក្រៅទេរួញតូចការរួចតូចទៅវាត្រូវការសម្រាប់រយៈពេល2 ដល់ 3 ថ្ងៃនៅក្នុងនឹងវាសម្រាប់វាគេងក្នុងនឹងដេកក្នុងនឹងរយៈពេល3 ថ្ងៃកាលណាវាដេកនៅក្នុងនឹងរយៈពេល5 ថ្ងៃវាបន្លែងខ្លួនវាធំឡើងទៅវិញក្នុងខ្លួនវាអាចវាមានចេញសារធាតុមួយយ៉ាងដូចថាប្រូតេអ៊ីនបាទវាចេញមកវាខ្លួនវាធំកើតទៅជាដុកដឿវិញទៅជាដុកដឿទៅដុកដឿចិត្តពេញដល់ណានៅក្នុងនឹងមានក្នុងនឹងមានទៅជាដុកដឿខ្លួនវាទៅជាដុកដឿកាលណាវាធ្វើសបុកបាន 100% 4 10 20កញ្ចប់អញ្ចឹងយើងអត់យកទាំងអស់មកធ្វើជានេះទេយើងយកតែ 80% ទុក 20% សម្រាប់ឲ្យវាបន្តពូជហើយ 80% ទៀតបន្តពូជនេះវាអា 20% ហ្នឹងហើយដែលយើងវាចេញមកកើតជាមេអំបៅយើងនេះវាចេញមកកើតជាមេអំបៅនេះយើងនិយាយមកជុំជីវិតរបស់វាចេញតកៅហ្នឹងមកវាធ្វើសបុករួចហើយ5 ថ្ងៃក្រោយវាកើតជាដុកដឿនៅក្នុងនេះណាកើតដុកដឿនៅក្នុងហ្នឹងរយៈពេល5 ថ្ងៃ10 ថ្ងៃវាកើតជាមេអំបៅកើតមេអំបៅវាត្រូវការចេញមកក្រៅដល់ពេលអាយុវាត្រូវចេញមកក្រៅវានឹងប្រើមាត់វាកាត់សបុកនឹងចេញមកក្រៅពេលដែលវាចេញមកក្រៅចំពោះមេអំបៅដែលយើងចេញជាមេអំបៅសូត្ររបស់យើងនេះវាអត់ចេះហើទេក៏ប៉ុន្តែកាលណាវាចេញមកក្រៅយើងត្រូវប្រមូលមេអំបៅទាំងអស់យើងយកមកដាក់នៅលើកញ្ច្រែងនេះអញ្ចឹងដាក់ក្នុងកញ្ច្រែងនេះហើយធ្វើម៉េចបានកូននេះទៅដាក់នៅលើកញ្ច្រែងនេះដាក់លើកញ្ច្រែងយល់ស៊ីនេះជាការដាក់នៅលើហ្នឹងវាចាប់ដៃគូមេអំបៅហ្នឹងវាចាប់ដោយញីដោយឈ្មោលវាញីដោយឈ្មោលណាវាកាលណាវាប្រើស្លាបអត់ចេះហើយតែប្រើស្មាប់វារកដៃគូវាកាលណាវារកដៃគូវាបានមកវាជាប់គ្នាណាវាបន្តពូជនៅពេលវាជាប់គ្នាហ្នឹងរយៈពេលយូររយៈពេល8 ម៉ោងចង់ពីព្រឹករហូតដល់ល្ងាចតែគេចប់ពី8 ម៉ោងបានវាផ្ដាច់ខ្លួនវាចេញហើយខាងញីឡើងទៅពងក្នុងមេអំបៅមួយវាអាចពងបាន250 ទៅ 300 គ្រាប់ច្រើន250 ទៅ 300 គ្រាប់កាលណាវាពងរួចហើយមេនេះអត់ជាហើតាណាមកជីវិតរបស់វាអត់ជាហើទេមេអំបៅសូត្រជាហើទេណាកាលណាពងរួចហើយ3 ថ្ងៃក្រោយវានឹងស្លាប់អត់ជាហើទេពងទាំងអស់នេះរយៈពេល10 ថ្ងៃវានឹងញាស់ចេញមកចេះវិញហ្នឹងហើយអញ្ចឹងថាមកជុំជីវិតរបស់វាណាមកជុំជីវិតរបស់វាហ្នឹងមានរយៈពេល47 ថ្ងៃ 47 ថ្ងៃវានឹងវាអស់
វាលកើតមកជាដង្កូវកើតមកជាពងយកជាដង្កូវអញ្ចឹងមកជុំជីវិតរបស់វាមានតែ7ថ្ងៃ វិលចុះវិលឡើង នឹងវិលឡើងមកជុំជីវិតរបស់វានឹងហើយ ហើយចុះនេះ ពេលក្រោយឡើងអានេះយើងអាចតកូវ អូអាចតកៅ បន្ទាប់ពីវាបានស៊ីច្រើនរយៈពេលអាយុវាចាប់ពី15ទៅ20ថ្ងៃវាមានអាចធំដែរ ចឹង នៅ20ថ្ងៃ25ថ្ងៃ ហើយចុះនឹងយកទៅធ្វើអីវិញ អានេះបើយើងឥឡូវជាកណ្ដាទុកឲ្យភ្ញៀវមើលទេសម្រាប់អាចវាក៏ប៉ុន្តែបើយើងនេះគេត្រូវការសកាយនៅមាន យើងអាចលក់ទៅឲ្យគេផ្សេងទៅ គេយ ធ្វើ ក ជី ទៅអានេះគេនៃបើយើងអ្នកនៃគេនេះគេយកទៅធ្វើតែ អូយកធ្វើតែ អានេះជាតិប្រូតេអ៊ីនក្នុងធ្វើតែនេះគឺជាតិថ្នាំមួយយ៉ាងប៉ុន្តែយើងអត់ទៅប្រើកាលពីមុនគេប្រើព្រោះស្មៃយើងមុនប្រើហ្នឹង បាទ ប្រើធ្វើថ្នាំទៅឥឡូវនេះគេអត់មានប្រើព្រោះយើងជាយើងជា តាមពេទ្យអត់សុទ្ធបុរាណសោះល្អអត់យើងអត់ប្រើវិញ យើងធ្វើតែពេលយើងដូចថាយើងទឹកក្តៅមួយកែវទឹកក្តៅយើងចាក់យើងដាក់ថាយើងមកចាប់នេះទៅដាក់ទឹកក្តៅទៅពណ៌វាភ្លឺស្អាតហ្មងពណ៌ខៀវខ្ចីហ្មងតែខៀវតែនេះតែអាចតកូវតែតកូវនាងហ្នឹងហើយធ្វើតែអានេះយើងមកគឺទៅអានេះគេជួយថ្នាំផ្ទះធ្វើជាថ្នាំផ្ទះបានណាយើងមានបញ្ហាផ្ទះមានបញ្ហាឆ្អល់អីនេះយើងអាចយកហ្នឹងដាក់ទៅតែហូបបាន បាទអរគុណ តោះនេះក៏ទៀត